អូខេសូមស្វាគមន៍ប្រិយមិត្តអ្នកតាមដានរឿងក៏ដូចជាបងប្អូនអ្នកស្ដាប់នៃការសម្ដែងរឿងរបស់ខ្ញុំបានថ្ងៃនេះខ្ញុំបានក៏បាននាំក៏ដូចជាលើកយករឿងក៏ដូចជាបានស្ដាប់ក៏ដូចជាមានលោកពូម្នាក់បាននិយាយប្រាប់ខ្ញុំតគ្នាអំពីបុរសម្នាក់នឹងព្រាយខ្លាដែលបានជួបគ្នានៅក្នុងព្រៃណាឥឡូវកុំឲ្យខានពេកយូរសូមបងប្អូនប្រិយមិត្តពុកម៉ែទាំងអស់គ្នាមកសម្រាប់ការសម្ដែងរឿងរបស់ខ្ញុំបានដោយតទៅណាថ្ងៃមួយខ្ញុំបានជួបនៃលោកពូម្នាក់គាត់នៅស្រុកកំណើតគាត់នៅវៀនត្រាគាត់ក៏បាននិយាយប្រាប់ខ្ញុំអំពីរឿងបរិសម្នាក់នឹងព្រាយខ្លាមួយនៅពីដំបូងឡើយបុរសនឹងគាត់គឺជាអ្នកដំណើរកម្សាន្តគេដូចជាអ្នកបោះតង់នៅតាមព្រៃអីចឹងបងប្អូនដល់ពេលហើយថ្ងៃមួយហ្នឹងគាត់ក៏បាននៅឃើញថាចង់ទៅបោះតង់នៅព្រៃមួយកន្លែងក៏ដូចជាភ្នំមួយកន្លែងគេហៅថាភ្នំកែវណាភ្នំកែវនៅខាងខេត្តពោធិ៍សាត់ណាទាំងអស់គ្នាដែលជាបងប្អូនអ្នកនៅខាងខេត្តពោធិ៍សាត់នៅស្រុកភ្នំកវាញប្រហែលជាស្គាល់ហើយបាទគេហៅថាភ្នំកែវណាគាត់ក៏បានទៅបោះតង់នៅទីនេះអស់រយៈពេល2យប់3ថ្ងៃហើយគាត់ទៅបោះតង់នោះគាត់ជាធម្មតាអ្នកដល់ព្រៃបោះតង់សម្រាប់អ្នកតែវីដេអូហ្នឹងគាត់ចូលចិត្តណាស់តែដូចជាមិនសូវមានគ្នាអីប្រហែលទេគាត់ទៅម្នាក់ឯងអញ្ចឹងទៅហើយក៏មានផ្ទះអ្នកភូមិអីគាត់នៅតាមជើងភ្នំនៅអីចឹងទៅគាត់ទៅហើយក៏បានសួរអ្នកភូមិសួរអីនៅតំបន់ហ្នឹងហើយគាត់ក៏បានធ្វើការឡើងទៅលើភ្នំកែវហ្នឹងដើម្បីថតនៅវីដេអូដើម្បីបោះនៅតង់ដូចជាមើលនៅទេសភាពអីចឹងទៅថ្ងៃណាថ្ងៃលិចនិងពេលព្រឹកថ្ងៃរះអីចឹងណាបងប្អូនហើយគាត់ក៏ដល់ទីតាំងលើកំពូលភ្នំកែវហ្នឹងគាត់ក៏បានរៀបចំចងណានៅតង់នៅអីគាត់នឹងសម្រាប់តែគាត់ធ្វើសម្រាប់ដែលគាត់ថៃកេងហ្នឹងគាត់បានរៀបចំណាយកក្បាច់មកស្កាព្រៃកន្លែងនេះរឿងវាលអីចឹងទៅគាត់បានយកតង់យកហ្នឹងមកចងទៅលើនឹងអីចឹងទៅណានៅពេលគាត់ចងរៀបចំរៀបរយហើយអស់គាត់ក៏បានធ្វើណាគាត់ក៏បានធ្វើការទៅរកអស់ដើម្បីយកមកដុតដើម្បីដេញសន្ដេញមុខអីចឹងទៅណាបងប្អូនហើយក៏ស្អាតថាគាត់ដើរទៅវង្វេងណាគាត់មិនដឹងជាល្មិចបានជាដើរទៅដល់លើនោះហើយលំវង្វេងមិនស្គាល់កន្លែងមកវិញដល់ពេលគាត់វង្វេងចឹងហើយណាពួកគាត់មិនសូវជាស្គាល់ឯណាដែរព្រោះគាត់នៅឡើងទៅលើភ្នំហ្នឹងជាលើកទី1ចឹងដែរដែលគាត់ឡើងទៅធ្វើការបោះតង់នៅលើនោះដល់ពេលគាត់វង្វេងអញ្ចឹងហើយគាត់ក៏បានឃើញជំរុំមានន័យថាជំរុំហ្នឹងគេធ្វើសម្រាប់បាញ់សត្វណាបងប្អូនគេដាក់នៅលើដើមឈើណាគាត់ក៏បានឡើងទៅលើហ្នឹងគាត់ក៏បានឡើងទៅដល់ជំរុំហ្នឹងហើយពេលយប់ហ្នឹងក៏ឮសំឡេងណាគាត់ឃើញមនុស្សដើរមកហ្នឹងគាត់ក៏សប្បាយគាត់មានចិត្តថាអូគាត់អាចទៅរកកន្លែងជំរុំមួយដូចជាទៅរកកន្លែងគាត់វិញហើយប៉ុន្តែគាត់មិនដឹងថាមនុស្សដើរហ្នឹងគឺជាព្រាយខ្លាអាចប្រែកាឡាបានគ្រប់យ៉ាងណាបងប្អូនជាមនុស្សស្រីផងមនុស្សប្រុសផងក្មេងផងណាទៅតាមចិត្តដែលព្រាយខ្លានឹងចង់ប្រែកាឡាប៉ុន្តែពេលនោះព្រាយខ្លានឹងក៏បានប្រែកាឡាខ្លះជាមនុស្សរៀងចំណាស់ម្នាក់ចឹងទៅ
បារម្ភនឹងឃើញគាត់រៀបនឹងចុះមកហើយប៉ុន្តែគាត់គិតសិនគាត់ថាអូកដាយប់ហើយនៅលើកំពូលភ្នំចឹងតើមានមនុស្សមកពីណាដែរគាត់ក៏បានគិតហើយគាត់ក៏អត់ហ៊ានមកអីណាស់ដែរបងប្អូនគាត់ក៏ហ៊ានស្ញៀនមកគាត់ទៅក្រាបទៅពីដល់មកយើងពេលគេបាញ់គ្នាមកចឹងទៅគាត់ក្រាបណាគាត់ក្រាបហើយគាត់លួចមើលណាដែលលោកតាចំណាស់បាត់ហ្នឹងតាស្រាប់បាត់ខ្លួនបំប្រាក់បាត់ខ្លួនគាត់ក៏ចាប់ផ្ដាំភ័យហើយព្រឺក្បាលភ្លើបាំងរោមបាំងអីចឹងទៅរោមដៃរោមជើងចាប់ផ្ដាំបាសហើយគាត់បានព្រឺក្បាលស្ញាក់ណាហើយស្រាប់មកទូទៀតហ្នឹងគាត់ក៏បានឃើញខ្លាមួយយ៉ាងធំដើរនៅក្រោមនោះណាដើរចុះដើរឡើងណាជាធម្មតាព្រៃខ្លាមិនអាចឡើងដើមឈើបានទេណាបងប្អូនអរគ្នាព្រោះវាបានទៅនៅក្រោមទេប៉ុន្តែយើងនៅក្រោមគឺយើងអត់មានជីវិតរស់រានមានទេព្រោះនឹងគឺជាព្រៃខ្លាគឺខ្លាំងណាគាត់មើលទៅក្រោមទៅឃើញព្រៃខ្លានឹងមើលទៅឃើញរូបខ្លាដើរទៅបាត់ទៀតហើយមកទៅគាត់ក៏បានឃើញនឹងមនុស្សស្រីដើរមកអញ្ចឹងទៅហើយស្រែកឲ្យជួយចឹងទៅស្រែកឲ្យជួយគាត់ចាប់ដើមភ័យព្រោះនៅកណ្ដាលព្រៃភ្នំអញ្ចឹងទៅមានគ្រប់ផ្សំណាស់បងប្អូនអរគ្នាអញ្ចឹងហើយបាននិយាយថាឲ្យបងប្អូនអរគ្នាដើរចូលព្រៃចូលអីឬសំឡេងគេអញ្ចឹងទៅមកទៅឆាប់ជឿគេក៏នេះពេកបងប្អូនតែកុំឲ្យទៅឆាប់ជឿគេឬក៏បញ្ញាប់ចុះមកអញ្ចឹងទៅយើងត្រូវតែមើលគ្រប់ជុំជួយសិនចឹងណាបងប្អូនដើម្បីមុននឹងចុះមកវាអាចជារូបភាពបន្លំឬក៏សំឡេងបន្លំអញ្ចឹងទៅព្រោះជាធម្មតានៅលើកំពូលភ្នំនៅយប់ស្ងាត់អញ្ចឹងទៅវាសម្បូរដោយសត្វសាហាវណាអមនុស្សពេលខ្លាចអញ្ចឹងទៅដល់ពេលអញ្ចឹងគាត់ក៏បានឃើញគាត់ភ័យទៅគាត់ចាប់ផ្ដើមភ័យទៅព្រោះសាច់ជួយយិនទៅហើយក៏គាត់បានចូលគាត់ណាព្រោះថាគាត់ជាមនុស្សមួយសំណាងដែរនៅភ្នំនោះដែលបានធ្វើនៅជំរំនៃគេធ្វើបាញ់សត្វហ្នឹងហើយគាត់ក៏បានចេះឡើងទៅលើភ្នំនោះរួចអីចឹងហើយក៏បានសម្រាប់នៅលើហ្នឹងដល់ពេលព្រឹកឡើងអញ្ចឹងទៅគាត់ក៏បានបញ្ញាប់ណាដល់មកកន្លែងវិញរៀបចំអីវ៉ាន់អីចឹងទៅចុះមកវិញហើយគាត់ក៏បាននិយាយប្រាប់លោកអ៊ំនៅតាមនៅភូមិហ្នឹងណាលោកអ៊ំហ្នឹងក៏ថាជាធម្មតានៅលើកំពូលភ្នំនៅក្នុងព្រៃវាតែអត់មានសត្វសាហាវមានពួកមនុស្សមានទីខ្លាអីចឹងទៅតែចម្លែកមួយយ៉ាងណាបងប្អូនពីខ្លាហ្នឹងវាខ្លាចភ្លើងមិនថាឃើញយើងដុតភ្លើងអីចឹងទៅវាអត់ហ៊ានមកចិត្តយើងទេអញ្ចឹងវាចម្លែកថងហ្នឹងគាត់ក៏បានរៀបរាប់ប្រាប់លោកអ៊ំហ្នឹងហើយទាំងពីថ្ងៃហ្នឹងមកគឺគាត់រៀងនៅហ៊ានដល់ចូលព្រៃដល់អីមិនអាចយល់ដែរគាត់ចូលមានគ្នាអីប៉ុន្តែគាត់ចូលមានគ្នាហ្នឹងមិនចូលញឹកទេណាបងប្អូនយូរជួបម្ដងតំបន់ណាកន្លែងទេសភាពមានមនុស្សច្រើនអញ្ចឹងបានគាត់ទៅព្រោះគាត់ធ្លាប់ជួបហេតុការណ៍អីហ្នឹងអញ្ចឹងទៅគាត់ភ័យគាត់ខ្លាចអញ្ចឹងគាត់រៀងចាលអីចឹងដែរណាបងប្អូនហើយស្អីរឿងយើងក៏មានតែប៉ុណ្ណឹងដែរបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាចូលចិត្តខ្ញុំបានសម្រាប់រឿងក៏ដូចជាលើកយើងនិទានរឿងដែលដឹងតគ្នាមកនិយាយសូមបងប្អូនជួយ subscribe និងសញ្ញាកណ្ដឹងនិង comment នៅខាងក្រោមបាទសូមអរគុណ